បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទវិលមកវិញហើយសម្រាប់វីដេអូសម្រាប់ធ្វើម្ហូបថ្ងៃនេះខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាពីមុខម្ហូបមួយមុខបាទគឺដាតគោឆាងក្រងកញ្ឆែតហើយសូមបងប្អូនពុកម៉ែបងប្អូនទាំងអស់គ្នារីករាយទស្សនាដូចតទៅបាទសម្រាប់មុខម្ហូបមួយមុខនេះដែរយើងមានបាទអណ្ដាតគោបាទដែលយើងលាងសម្អាតស្អាតកោសឲ្យស្អាតបាទតមកយើងមានអង្ក្រងពងក្រងសម្រាប់បន្លែមានកញ្ឆែតមានម្ទេសបាទមានម្ទេសខ្ទឹមសខ្ទឹមក្រហមរ៉ូឌីពីងឆងស្ករទឹកត្រីហើយនិងប៊ីចេងភាសាមុខម្ហូបមួយដែរខ្ញុំអត់បន្ថែមអំបិលទេព្រោះខ្លាចពីប្រៃដិតជ្រុលអញ្ចឹងបងពុកម៉ែបងប្អូននេះអាចដាក់ទៅមកពីងឆងនិងទឹកត្រីហើយនិងម្សៅស៊ុបរ៉ូឌីបាទអញ្ចឹងវាអាចរសជាតិនេះវារៀងល្មមវាអត់សូវប្រៃដិតតែសម្រាប់បងប្អូនដែលចំណង់ចំណូលចិត្តបងប្អូនអាចដាក់ថែមមកចាប់ហ្នឹងទៅបាទមកចុងទៅវាសម្រាប់អំបិលតែយើងអាចភ្លក់ផងខ្លាចប្រៃដិតអញ្ចឹងសម្រាប់មុខម្ហូបថ្ងៃនេះសូមបងប្អូនរីករាយទស្សនាសកម្មភាពបន្តទៀតអរគុណហ្នឹងហើយបងប្អូនទាំងអស់គ្នាដោយសារដាតគោយើងទៅហាន់ប្រទះចំណិតតូចល្មមបាទដាតគោមិញនេះខ្ទង់ចិត្ត1គីឡូជាងអញ្ចឹងខ្ញុំហាន់តែពាក់កណ្ដាលទេហើយពាក់កណ្ដាលសម្រាប់មុខម្ហូបផ្សេងទៀតអញ្ចឹងណាបងប្អូនម៉ែបងប្អូនទាំងអស់គ្នាបាទដំបូងនេះយើងដាក់ខ្ទះមកហើយយើងកាច់វាបាទកាច់វាឲ្យវាក្តៅចាំមិនយើងដាក់ខ្ញុំដោយសារខ្ញុំប្រើខ្លាញ់ជ្រូកខ្ញុំអត់ប្រើប្រេងឆាលើកនេះបាទយើងចម្រោះខ្លាញ់ជ្រូកវាល្អសម្រាប់សុខភាពបាទបន្ទាប់ពីយើងដាក់ខ្ទះហើយយើងដាក់ក្តៅបាទយើងដាក់ខ្លាញ់ជ្រូកចូលបាទឥឡូវខ្ទះក្តៅហើយយើងខ្លាញ់ជ្រូកដែលយើងចម្រោះហ្នឹងយើងដាក់ទុំហើយកន្លះវែកតូចបាទហើយពេលខ្ទះក្តៅបាទបន្ទាប់ពីខ្លាញ់យើងរៀងក្តៅហើយឥឡូវយើងចាប់ផ្ដើមចាក់ខ្ទឹមសខ្ទឹមក្រហមម្ទេសចូលបាទដើម្បីវាសាច់ចាប់ផ្ដើមវាឈ្ងុយតែបន្ទាប់មកយើងបើវាឈ្ងុយហើយយើងអាចដាក់ដាតគោចូលបាទថាវាត្រឡប់ចុះត្រឡប់ឡើងឲ្យវាឆ្អិនល្អពីត្រឡប់ទៅត្រឡប់ឡើងហើយយើងចាប់ដើមចាក់រ៉ូឌីចូលបន្តិចហើយទឹកត្រីបាទទឹកត្រីបាទយើងកូរវាសិនកូរមួយចូលជាតិបាទបន្ទាប់មកយើងដាក់ស្ករបាទស្ករដាក់បន្តិចណាស់ហើយកាត់អាំងគោដាក់ស្ករចូលយើងកូរវាតិចទៅសាច់ល្អមែនទែនសម្រាប់ដាតគោនេះហូមល្អបាទយើងងាស់ទៅដាក់ស្ករហើយងាស់វារៀងឲ្យចូលទៅបន្ទាប់មកយើងដាក់ប៊ីចេងចូលបាទប៊ីចេងដាក់បន្តិចបានហើយហើយឆាប្រហែលជាអាចកន្លះនាទីបាទឲ្យចូលជាតិជាមួយនឹងគ្រឿងដែលយើងបានដាក់បន្ទាប់ពីនេះយើងអ
អាចស្រូបវាជាតែក្លិនឈ្ងុយបាទថាវាឆ្អិនល្អសម្រាប់សាច់យើងអាចឆាវាគង់ថាជា3ទៅ5នាទីឲ្យវាឆ្អិនល្អបាទយើងកូរចូលឡើងទៅហើយយើងអាចទុកមកខ្ទុះឲ្យវារៀងទឹកបន្តិចបាទបន្ទាប់មកយើងធ្វើការដាក់ខែចូលបាទគិតថាឥឡូវរៀងទឹកហើយសាច់ទៅគិតថាវាឆ្អិនដែររយៈពេល5នាទីហើយអញ្ចឹងយើងអាចដាក់ខែចូលយើងកូរចុះចូលឡើងឲ្យចូលជាមួយគ្រឿងដែលយើងបានដាក់មួយសាច់នេះហើយជាអាច1នាទីត្រឡប់ចុះឡើងបន្ទាប់ពីយើងត្រឡប់រយៈពេល1នាទីហើយយើងធ្វើការដាក់ប្រេងខ្យងបន្តិចបាទឲ្យវាទន់វាឆែតប្រេងខ្យងដើម្បីវាទន់វាឆែតបាទសម្រាប់ឆាវាទន់ងាយស្រួលញ៉ាំទៅវាអត់រឹងបន្ទាប់ពីដាក់ប្រេងខ្យងហើយយើងកូរឲ្យមកស្ទុះយើងចាប់ដើមដាក់ក្រងចូលចុងក្រោយខាងក្រងនេះបងប្អូនអាចដាក់មុននឹងឆាសាច់ក៏បានដែរតែខ្ញុំយកជំរើសចុងក្រោយសម្រាប់ក្រងបានក្រងល្អមែនទែនបាទយើងកូរចុះគូឡើងទៅបងប្អូនអរគុណបន្ទាប់ពីដាក់ក្រងចូលប្រហែលជាយើងឆាវាប្រហែលជាអាច3នាទីដែរឲ្យក្រងតាមជាមួយសាច់និងបន្លែពីការស្រេចបាទសូមអរគុណបងប្អូនវីដេអូនេះដែរមានតែប៉ុណ្្នឹងសម្រាប់គោខាងក្រងទៅខែបាទវីដេអូយើងដល់ពេលបញ្ចប់ហើយឆ្អិនហើយយើងអាចស្រស់ស្រូបអាហារជាមួយក្រុមគ្រួសារបានសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាបានតាមដានវីដេអូនេះពីដើមរហូតដល់ចប់សូមជូនពរឲ្យសុខភាពល្អទាំងអស់គ្នាបានជំរាបលា